បាទលោកស្រីបងប្អូនអរគ្នាថ្ងៃនេះក្រុមការងារនៃគេហទំព័រ Video Learning នឹងបញ្យល់បងប្អូនបាទពាក់ព័ន្ធនឹងតើយើងរៀនពន្ធរបៀបម៉េចដើម្បីអាចចេះពន្ធបានបញ្ហាពន្ធជាបញ្ហាមួយដែលសំខាន់សម្រាប់អាជីវកម្មទាំងអស់មិនថាក្រុមហ៊ុនយើងតូចឬក្រុមហ៊ុនយើងធំទេបាទមិនថាប្រទេសណាដូចជាប្រទេសណាអញ្ចឹងខ្ញុំជួនជាចំណុចសំខាន់4បាទតកតងទៅលើដើម្បីអាចរៀនពន្ធឲ្យចេះបានគឺទី1យើងត្រូវស្វែងរកប្រភេទពន្ធទាំងអស់ក្នុងនេះគឺមានន័យថាតើប្រទេសកម្ពុជារបស់យើងមានពន្ធអ្វីខ្លះបាទអញ្ចឹងឧទាហរណ៍ករណីនៅប្រទេសកម្ពុជារបស់យើងមានដូចជាពន្ធលើប្រាក់បៀវត្សបាទទី1បាទយើងមានពន្ធទៅលើអត្ថប្រយោជន៍បន្ថែម Bring Benefit បាទយើងមានពន្ធកាត់ទុកយើងមានប្រាក់អំណោះពន្ធលើប្រាក់ចំណូលបាទយើងមានអាករអំភ្លឺសាធារណៈយើងមានអាករពិសេសយើងមានអាករស្នាក់នៅបាទហើយយើងមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំឬក៏ឲ្យឈ្មោះថាពន្ធប្រាក់ចំណេញហ្នឹងបាទយើងមានពន្ធអបបរមាយើងមានពន្ធប្រថាប់ត្រាបាទហើយយើងមានពន្ធទៅលើហៅថា capital gain បាទចំណេញទៅលើមូលធនពន្ធទៅលើអចលនទ្រព្យពន្ធទៅលើដីធ្លីមិនប្រើប្រាស់ពន្ធទៅលើការជួលបាទលក្ខហ្នឹងទៅអញ្ចឹងយើងត្រូវឲ្យដឹងថាតើយើងមានពន្ធប្រមាណប្រភេទយើងយល់នឹងឲ្យច្បាស់សិនបានយើងដឹងថាតើអាជីវកម្មរបស់យើងជាប់ពន្ធនេះខ្លះបាទបើយើងអត់ដឹងថាតើពន្ធរបស់យើងមានប្រមាណប្រភេទយើងមិនអាចកំណត់ថាតើការរស់ស៊ីរបស់យើងបាទតើយើងគួរជាប់ពន្ធនេះខ្លះទេអានឹងចំណុចទី1របស់យើងបាទចំណុចទី2តងទៅលើកម្មវត្ថុនៃការជាប់ពន្ធនីមួយៗទោះបីជាយើងមានពន្ធច្រើនក៏ដោយបាទពេលខ្លះសកម្មភាពចំណូលនិងចំណាយរបស់យើងគឺអត់ពាក់ព័ន្ធនឹងបញ្ហាពន្ធទាំងអស់ហ្នឹងទេបាទអញ្ចឹងតើចំណូលយើងនឹងគឺជាប់ពន្ធនេះខ្លះបាទខ្ញុំនឹងជូនជាឧទាហរណ៍ពាក់ព័ន្ធនឹងអាករអំភ្លឺសាធារណៈអញ្ចឹងមានន័យថាកម្មវត្ថុនៃការជាប់ពន្ធអាស្រ័យតាមប្រភេទចំណូលរបស់យើងបាទមិនមែនបានន័យថាឲ្យតែចំណូលគឺជាប់ពន្ធទាំងអស់ហ្នឹងទេបាទអញ្ចឹងទី3តទៅលើមូលដ្ឋានគិតពន្ធបាទអញ្ចឹងនេះគឺជាចំណុចសំខាន់មួយបើយើងអត់យល់អត់ដឹងតើមូលដ្ឋានគិតពន្ធតើស្មើប្រមាណទេយើងមិនអាចគណនាពន្ធបានទេបាទអញ្ចឹងទី3យើងត្រូវដឹងតើមូលដ្ឋានគិតពន្ធយើងគិតវាម៉េចជាធម្មតាពន្ធដែលខ្ញុំបាននិយាយខាងលើហ្នឹងគឺវាមានមូលដ្ឋានគិតពន្ធផ្សេងគ្នាអាស្រ័យតាមប្រភេទពន្ធអញ្ចឹងយើងត្រូវយល់តើពន្ធនីមួយហ្នឹងគឺមានមូលដ្ឋានគិតពន្ធរបៀបម៉េចបាទដើម្បីអាចយើងឈានទៅលើការគណនាទឹកប្រាក់ពន្ធនឹងឲ្យឃើញអញ្ចឹងទី4បាទតកតងទៅលើអត្រាពន្ធបន្ទាប់ពីយើងដឹងពីមូលដ្ឋានគិតពន្ធយើងត្រូវដឹងតើពន្ធនឹងជាប់អត្រាប៉ុន្មានភាគរយបាទពីព្រោះថាពន្ធនីមួយគឺតែងតែមានអត្រាពន្ធគិតផ្សេងគ្នាអាស្រ័យតាមសកម្មភាពអាជីវកម្មរបស់យើងអាស្រ័យតាមប្រភេទពន្ធដែលនឹងជាប់បាទឥឡូវខ្ញុំលើកជាឧទាហរណ៍មួយពាក់ព័ន្ធនឹងអាករអំភ្លឺសាធារណៈបាទអង់គ្លេសឲ្យឈ្មោះថា Public Lighting Tax បាទសរកាត់វាគឺ PLT បាទចា៎នេះប្រភេទពន្ធនេះគឺនៅក្នុងចំណុចទី1របស់យើងខ្ញុំលើកករណីអាករអំភ្លឺសាធារណៈនេះគឺជាប្រភេទពន្ធមួយដែរបាទអញ្ចឹងចំណុចទី2តើអ្វីខ្លះដែលជាកម្មវត្ថុនៃការជាប់ពន្ធអាករអំភ្លឺសាធារណៈបាទយើងត្រូវដឹងអាហ្នឹងសម្រាប់ប្រទេសកម្ពុជារបស់យើងមានដូចជាស្រាបៀរហើយនិងបារីបាទចំណុចសំខាន់3ហ្នឹងគឺជាប់អាករអំភ្លឺសាធារណៈបើសិនបើលោកអ្នកលក់ស្រាបៀរបារីគឺនឹងជាប់អាករអំភ្លឺសាធារណៈហើយតែបើកាលណាយើងជាក្រុមហ៊ុនពាក់ព័ន្ធនឹងលក់ទំនិញផ្សេងនៃករណីយើងលក់កុំព្យូទ័របាទយើងលក់ម៉ាស៊ីនត្រជាក់ក្រុមហ៊ុនយើងផ្ដល់សេវាកម្ម consulting អញ្ចឹងចំណុចដែលខ្ញុំនិយាយនេះគឺអត់មានពាក់ព័ន្ធនឹងកម្មវត្ថុនៃការជាប់អាករអំភ្លឺសាធារណៈទេអញ្ចឹងយើងត្រូវដឹងអានឹងឲ្យច្បាស់ថាតើអាករអំភ្លឺសាធារណៈហ្នឹងគឺតើចំណូលប្រភេទណាដែលជាកម្មវត្ថុនៃការជាប់អាករអំភ្លឺសាធារណៈបាទអានឹងគឺជាចំណុចពិសេសទី2យើង
Chẳng thì bay bao dương thì tôn từ lơ thạ bay về bản ta mua than kịch bùn ta mua than kịch bùn sẵn rạp con plư sa thiên nạ nhưng kịch biểu mạch bản nhưng lơ chiêu tỏ sa manh muối sẵn rạp cầm hôn dương lụa bằng to bản nhưng mà dây cạn này dương trình biểu chạm màu tê bản chẳng bởi ca na dương chia để lụa bằng to bản mình này bởi một máu dương tinh biểu chạm còn máu dương chỉ cầm hôn vô sra bia bởi những lụa bằng to bản chẳng không cạn này là dương lụa bằng to nó cứ mua than kịch bùn bao dương cứ dương vô tật bạ tầng ọ bản tật bạ môn vị thí dương quân nó mà phây bề rồi bản vô tật bạ môn vị thí quân mà phây bề rồi nó ở chung mua than chi mua than kịch bùn đấy nhưng mình vô bài clay sa mảnh nó nông video bằng hai ní cứ mình ban bằng hai bom ôn làm ắt ní cá kiện này bùn mùi tê bây giờ nhưng trong mà hai ní cứ ta dương đâm bay ai chơi một chiếc bùn bán ta dương cua vô thiết ấy khla bản ta dương cua ta vô chuẩn bị pizza na khla đâm bay ai cho nên một chiếc bùn nó ao chơi bản chơi dương đăng tha mù than kịch bùn vía cứ dương vô tập bạ tầng ó bản môn về thi đi con ao mà phây về rồi anh ấy cứ chia mù than kịch bùn vềต่อมาที่ยังจับดามจำนวนที่บุญบ่เยืองมันtaอัตราปุ้นสำหรับอากรปลือสาธินะสมาประมาณจังยังดังหมู่ทานเกิดปุ้นยังดังอัตราปุ้นยังก่อนในยังยัวหมู่ทานเกิดปุ้นนี้บาทถ้าใบนึงคนเอาถ้าเรดอัตราปุ้นนับเป็นนึงคือยังเคยอากรปลือสาธินะบาทนี้คือชื่อจำนวนพิเศษเบียจังมันท่าอากรปลือสาธินะที่บ้านปุ้นอากรเส้นที่ก่อกาเกิดนี่คือสุดดีนี่ได้เอาไว้ได้ยังดังอัตราจุ่มโนนึงหรือก็จุ่มนายนึงบ้านta chọnปุ่นไอ้ขลานี่คือชื่อจุ่มไม่เป็นไซเบียบ้านเฮายังสบายรอดหมู่ทันเกิดปุ่นต่อมาอัตราปุ่นยืนหนึ่งอาจเกิดในบ้านไหนเพราะฉะนั้นมาการในบองปอนมีนสมนูเซ็งบ้านดำไปเอากรมการเงียบของหายบองปอนไอ้กับมันบ้านเพราะฉะนั้นมาการในบองปอนกระทาวิดีโอนี้คือมีนสาระสำคัญสำหรับบองปอนอาจ subscribe channel บางอย่างขยมข้างกลางนึงหรือก็ไลค์ Facebook page บ้าน បាទសូមជូនពរបองប្អូនសំណាងល្អសូមជម្រាបលា